ពិភពលោកកំពុងស្ថិតក្នុងភាពតក់ស្លុតជាខ្លាំងបន្ទាប់ពីមេដឹកនាំកម្ពុជាអ៊ីរ៉ង់អេថូឡា អាឡៃ ខេម៉ានីត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រធានាធិបតីដូណាល់ត្រាំបានប្រកាសពីជោគជ័យនេះដោយចាត់ទុកថាជាយុទ្ធធម៌សម្រាប់ពិភពលោកខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីមរណភាពនេះទាំងក្តីសង្រេងនិងបានប្រកាសកាន់ទុកទូទាំងប្រទេសរយៈពេល40ថ្ងៃប្រតិបត្តិការយោធាដ៏ធំនេះបានប្រើប្រាស់យន្តហោះចម្បាំងប្រមាណ200គ្រឿងវាយប្រហារលើគោលដៅជាង500កន្លែងទូទាំងប្រទេសអ៊ីរ៉ង់រួមទាំងរដ្ឋធានីតេហេរ៉ង់ទីក្រុងកុំខំនិងអ៊ីស្ហ្វាហានជាដើមយោងតាមរបាយការណ៍បឋមពីការបាតក្រហមអ៊ីរ៉ង់មនុស្សយ៉ាងហោចណាស់201នាក់បានស្លាប់និងជិត800នាក់រងរបួសមហន្តរាយដ៏ខ្លោចផ្សំបំផុតមួយគឺការវាយប្រហារចំសាលារៀនកុមារីមួយកន្លែងនៅភាគខាងត្បូងអ៊ីរ៉ង់ដែលបណ្ដាលឲ្យកុមារីនិងមនុស្សក្នុងសាលាចំនួន108នាក់បានបាត់បង់ជីវិតជាការឆ្លើយតបអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលនិងដ្រូនទៅលើសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់មជ្ឈិមបូព្រាបណ្ដាលឲ្យមានការផ្ទុះនៅសណ្ឋាគារប្រណីតក្នុងទីក្រុងឌូបៃនិងមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅបារ៉ែននិងកាតាព្រមទាំងបានប្រកាសបិទច្រកសមុទ្រហូលមូសដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងពិភពលោកជាចុងក្រោយខណៈដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលយល់ថានេះគឺជាឱកាសមាសសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការដណ្ដើមយកប្រទេសមកគ្រប់គ្រងវិញប៉ុន្តែអ្នកវិភាគព្រមានថានេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុតដែលអាចរុញច្រានពិភពលោកឲ្យធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រីធំតម្លៃប្រេងអាចនឹងហក់ឡើងខ្ពស់កប់ពកហើយស្ថិរភាពក្នុងតំបន់មជ្ឈិមបូព្រាទាំងមូលកំពុងស្ថិតនៅលើមាត់ជ្រោះនៃមហន្តរាយខណៈដែលមេដឹកនាំពិភពលោកកំពុងអំពាវនាវឲ្យមានការអត់ធ្មត់និងវិលមកកកទៅចរចាវិញជាបន្ទាន់